Chụp số tao khíaថ្ងៃនេះខ្ញុំបាននឹងមកបង្ហាញអ្នកនរគ្នាអំពីការ link worksheet តោះអញ្ចឹងយើងទៅមើលពីរបៀបធ្វើវាទាំងអស់គ្នាបាទមុននឹងយើងឈានចូលទៅកាន់ការ link ពី worksheet មួយទៅកាន់ worksheet មួយអ្នកនរគ្នាត្រូវប្រកាសពជាថាតើ worksheet ណាមួយដែលអ្នកនរគ្នាចង់ link ទៅកាន់វាឧទាហរណ៍ជាក់ស្ដែងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមកបង្ហាញអ្នកនរគ្នាទាក់ទងនឹងនេះគឺជា worksheet ទាំង4ដែលជាប្រភេទទិន្នន័យបែបបញ្ជីឈ្មោះសិស្សដែលខ្ញុំបានបែងចែកទៅតាមថ្នាក់នីមួយៗអញ្ចឹងគោលបំណងរបស់ខ្ញុំគឺខ្ញុំអត់ចាំបាច់ចូលទៅកាន់ folder នេះទេតោះខ្ញុំអត់ចាំបាច់ចូលទៅកាន់ folder នេះហើយនឹងបើក worksheet នេះទេដោយខ្ញុំគ្រាន់តែ click នៅលើកន្លែងនេះវានឹង link ទៅកាន់ worksheet ដែលខ្ញុំបានបង្ហាញអ្នកនរគ្នាវិញតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលពីរបៀបធ្វើវាទៅអញ្ចឹងដំបូងឡើយអ្នកនរគ្នាត្រូវតែ select លើ cell ឬក៏ចុចលើ cell ណាដែលអ្នកនរគ្នាចង់ link ទៅកាន់អញ្ចឹងឧទាហរណ៍ថានេះគឺជា cell list សម្រាប់ថ្នាក់ family and friend 1អញ្ចឹងខ្ញុំគ្រាន់តែចុចលើនឹងហើយអ្នកនរគ្នាក៏ចូលទៅកាន់ insert អញ្ចឹងនៅពេលដែលយើងចូលទៅកាន់ insert យើងយកពាក្យថា link ទាំងអស់គ្នាយើងយកពាក្យថា link កន្លែងនេះអញ្ចឹងកន្លែងនេះអ្នកនរគ្នាវាប្រៀបដូចជា hyperlink ដែលអ្នកនរគ្នាធ្លាប់បានដឹងមកកាលពីយើងរៀនMicrosoft Word កាលពីយើងរៀន Microsoft PowerPoint ជាដើមអញ្ចឹងការ link នេះគឺ link ដូចតែគ្នាទេអ្នកនរគ្នាតោះឥឡូវយើងកុំឲ្យខាតពេលបន្តទៀតនេះគឺជាប្រភេទនៃការ link ដែលអ្នកនរគ្នាចង់បានហើយសម្រាប់ថ្ងៃនេះខ្ញុំលើកយក existing files ដែលយើង link file link មានន័យថាយើង link ទៅកាន់ worksheet ដទៃទៀតចឹងទៅអញ្ចឹងនៅពេលនេះយើងអ្នកនរគ្នាយក existing file ទៅមកអ្នកនរគ្នាយកពាក្យថា current folder កន្លែងនេះ login គឺជាទីតាំងដែលអ្នកនរគ្នាស្វែងរកសម្រាប់ឲ្យអ្នកនរគ្នាស្វែងរកទីតាំងដែលយើងបានផ្ទុកនៅ worksheet នេះអញ្ចឹងជាក់ស្ដែងគឺទីតាំងរបស់ខ្ញុំនៅលើ desktop នឹងស្រាប់ហើយ English class អូខេអញ្ចឹងកន្លែងនេះមិញអ្នកនរគ្នាយើងត្រូវបែងចែកកុំឲ្យយើងច្រឡំអញ្ចឹងនេះគឺជាបញ្ជីឈ្មោះទាំង4ដែលខ្ញុំបានបង្ហាញអ្នកនរគ្នាមិញហើយ link នេះកន្លែង list នេះគឺជា column name របស់family and friend 1អញ្ចឹងអ្នកនរគ្នាយើងត្រូវយក family and friend 1ហើយយើងចុច OK ហើយបាទ sorry យើង select លើវាហើយយើងចុច OK នេះមកបាទអញ្ចឹងអ្នកនរគ្នាមើលទិន្នន័យដែលយើងបាន link ហើយវានឹងលោតអក្សរ per q ហើយនឹងមានបន្តិចពីក្រោមបែបនេះចឹងអ្នកនរគ្នាក៏អ្នកនរគ្នាដាក់មកលើវាហើយអ្នកនរគ្នាឃើញ information ដែលវាប្រាប់យើងអញ្ចឹងពេលហ្នឹងគឺការ link របស់យើងបានសម្រេចហើយចូលមកខាងក្រោមគឺជា exercise ជាលំហាត់ដែលសម្រាប់ឲ្យអ្នកនរគ្នាធ្វើវាដោយខ្លួនឯងអ្នកនរគ្នាសាកល្បងធ្វើវាដោយខ្លួនអូខេអញ្ចឹងយើងធ្វើអត់ខុសគ្នាទេដូចគ្នាទេអញ្ចឹងនៅពេលនេះគឺ link របស់យើងគឺយើងបាន link បានសម្រេចហើយយើងគ្រាន់តែចុចលើវាមកអូខេចុចលើវាមកអូខេអញ្ចឹងនៅពេលដែលយើងចុចលើវាគឺវានឹង load បើក worksheet នឹងឲ្យ auto បន្តិចតើអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា